កាលពីព្រេងនាយមានចចកត្រោសធំមួយដល់ខែលំហើយវាដាល់រោគត្រពាំងបឹងបួរដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងអ៊ុយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភុកមានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសប្តាហ៍ថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណៃបងចចកអាងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភុកណាស់បងឯងស៊ីយើងទាំងភុកដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រូវបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកដេកននាវក្នុងភុកនេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនិងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដាវចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុតក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួនអស់សត្វធំទួចដំរីរមាស់ខ្លាគ្រឹបភាសាសត្វទាំងពស់ថ្លាន់ពស់ធំពស់ទួចទាំងសត្វហើរគ្មានសេះសល់បន្តិចបបួលគ្នាមកបាយទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លាន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាទសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាយទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាយទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទន្សាយជាអ្នកមានប្រាជ្ញាចេះដោះទុកមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទន្សាយឲ្យមកជួយដោះទុកពួកយើងពួកត្រីគិតគ្នាហើយក៏ប្រើត្រីក្រាញ់ទៅអញ្ជើញសុភាទន្សាយត្រីក្រាញ់ប្រឹងននាវទៅលុះដល់ព្រឹកថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទន្សាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននាលដូច្នោះក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទន្សាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទន្សាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រើខ្ញុំមកឲ្យអញ្ជើញបងសុភាទន្សាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះកាត់សេចក្តីដោះទុក្ខបើអ្នកឯណាកាត់ទុក្ខបងតែងទៅជួយដោះទុក្ខគេមិនដែលខានឥឡូវមានដំរីក្របីគោរមាសរមាំងប្រើក្តាន់ជ្រូកពស់ធំពស់តូចទាំងសត្វហើរគឺគុកក្រៀលបង្គាលខ្យងទុងទោមក្អែកទឹកប្រវឹកស្មោញទាំងប៉ុន្មានបានបបួលគ្នាមកបាយទឹកបឹងឲ្យរីងនឹងបានចាប់អស់ត្រីអណ្ដើកកន្ធាយស៊ីជាចំណីឲ្យអស់ពីបឹងនេះឯងបើដូច្នេះបងសុភាទន្សាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេឈ្មោះតទៅអស់យើងនឹងតបគុណបងសុភាទន្សាយឯងយើងមិនភ្លេចគុណដល់រាបដល់អស់ជីវិតឯទន្សាយឮត្រីក្រាញ់និយាយអង្វរដូច្នោះក៏ឆ្លើយថាបងត្រីក្រាញ់ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យភឹតភ័យចាំខ្ញុំជួយដោះឲ្យរួចក៏មានចិត្តបារម្ភឡើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាយទឹក
ក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធូរជាសម្បុត្រហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកឲ្យខ្ញុំនាំសម្បុត្រមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាច់ជើងទ្រុំប្រមុំជើងអកកាប់ក្បាលឆ្កែចចកដកភ្លុកដំរីសអស់សត្វឮថាសម្បុត្រព្រះឥន្ទ្រាដូច្នោះភ័យណាស់ផ្អើលបោជន់គ្នាពៀនលឺដំរីក្របីរមាក់រម៉ាំងស្ទុះបោលទៅជន់លើពោះថ្លាន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ថ្លៃទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាចប្រាជ្ញាសុភាទន្សាយទុកសុភាទន្សាយជាគ្រូបាអាចារ្យទាំងអស់